ប្អូនទាំងអស់គ្នាតទៅនេះខ្ញុំនឹងចាប់ដើមបន្តនៅការកាត់សម្បិនឬក៏កាត់វាសនាជាបន្តទៀតទាក់ទងនឹងការយល់សប្តិបងប្អូនដែលការយល់សប្តិបើយើងយល់សប្តិឃើញឈាមវាទំនាយទេថានឹងឈឺក្បាលឈឺខ្នងហើយបើសិនជាយើងចង់ទិញលេខផ្សងសំណាងគេឲ្យទិញលេខ01និង18បងប្អូនហើយការយល់សប្តិឃើញឈាមអ្នកដតីទំនាយថាវិវាទមានការវិវាទគ្នាឆ្លោះប្រកែកគ្នាបងប្អូនហើយទាក់ទងនឹងឆ្នោតផ្សងសំណាងនោះគេឲ្យលេខ09និង54បងប្អូនយល់សប្តិបន្តទៀតនឹងឃើញឈាមដដែលប៉ុន្តែឃើញឈាមនៅកណ្ដាលផ្លូវអានោះគឺទំនាយគេថាមានភាពជោគជ័យនឹងអាចប្រឡងជាប់បើយើងរៀនសូត្រណាហើយបើយើងទិញលេខផ្សងសំណាងគឺលេខ0សូមអធិស្ឋានបងប្អូន25ហើយនឹង62នេះទាក់ទងនឹងការឃើញឈាមកណ្ដាលផ្លូវហើយយល់សប្តិមួយទៀតគឺទាក់ទងនឹងការយល់សប្តិឃើញឈឺបើយល់សប្តិឃើញឈឺថាឈឺក្បាលហើយទំនាយថានឹងមានទ្រព្យសម្បត្តិហើយឆ្នោតដែលយើងត្រូវទិញនោះគឺលេខ23បងប្អូនបើយល់សប្តិថាឈឺក្រពះទំនាយថាសប្បាយរីករាយលេខដែលយើងត្រូវផ្សងសំណាងគឺលេខ41យល់សប្តិថាឈឺអ្វីមួយនៅក្នុងផ្នែកនានានៃដងខ្លួននោះទំនាយថាមានសុខភាពល្អណាស់ប៉ុន្តែវាមានកង្វល់នៅក្នុងអារម្មណ៍បន្តិចបន្តួចហើយទាក់ទងនឹងលេខផ្សងសំណាងគឺ45និង75ហើយការយល់សប្តិឃើញសាច់ញាតិឬក៏មិត្តភក្តិមានជំងឺទំនាយថាមានសេចក្តីទុក្ខព្រួយបានកន្លងផុតទៅហើយណាហ្នឹងក៏ទាក់ទងនឹងសេចក្តីទុក្ខព្រួយវាបានកន្លងផុតទៅហើយបងប្អូនហើយលេខផ្សងសំណាងគឺ21និង32ការយល់សប្តិថាដេកជាមួយមនុស្សឈឺទំនាយថាមានការព្រួយបារម្ភមានគ្រោះថ្នាក់រហូតដល់ជាប់គុកនឹងអត់ល្អទេហើយលេខផ្សងសំណាងគឺលេខ01និងលេខ75យល់សប្តិថាបានថែអ្នកជំងឺគឺទំនាយថាសប្បាយរីករាយនឹងមានជោគលាភហើយមានសុភមង្គលលេខផ្សងសំណាងគឺលេខ57និង92នេះទាក់ទងនឹងការយល់សប្តិឃើញថាឈឺទាក់ទងនឹងការយល់សប្តិបន្តទៀតគឺយល់សប្តិថាឃើញលេងល្បែងឈ្នះបើយល់សប្តិថាឈ្នះល្បែងទំនាយថាមានទុក្ខព្រួយខាងផ្លូវចិត្តហើយបើយើងចង់ទិញលេខផ្សងសំណាងគេឲ្យទិញលេខ21ហើយយល់សប្តិបន្តទៀតឃើញឈ្មួញសាច់ជ្រូកបើយល់សប្តិថាឃើញឈ្មួញសាច់ជ្រូកទំនាយថានឹងមានជំងឺដល់កាត់ហើយមានរឿងទៀនខ្មាស់បើទិញលេខផ្សងសំណាងគេឲ្យទិញលេខ09និង42នេះទាក់ទងនឹងការយល់សប្តិឃើញសាច់ជ្រូកឬក៏ឈ្មួញលក់សាច់ជ្រូកបងប្អូនទាក់ទងនឹងការយល់សប្តិបន្តទៀតគឺយល់សប្តិឃើញដកហ្នឹងមិនថាយើងដកស្មៅឬដករុក្ខជាតិឬក៏ដកអ្វីមួយទេទំនាយថានឹងបានទទួលរង្វាន់ជាទីពេញចិត្តហើយលេខផ្សងសំណាងហ្នឹងគឺលេខ29ហើយយល់សប្តិឃើញដបយើងដាក់ទឹកណាបងប្អូនយល់សប្តិឃើញដបទំនាយថាមានការសប្បាយរីករាយហើយបើយើងទិញឆ្នោតផ្សងសំណាងគឺយើងទិញលេខ57និង82នេះទាក់ទងនឹងការយល់សប្តិឃើញដបហើយបើយល់សប្តិឃើញដបមានទឹកឬក៏ភាពត្រជាក់ពេញមាត់ទំនាយថាសេចក្តីចេះប្រមាថនៅក្នុងបរិយាបរិភោគឬថាការចេះប្រមាថនៅក្នុងការបរិភោគចំណីអាហារយើងត្រូវចេះគិតត្រឹមត្រូវហើយលេខផ្សងសំណាងគឺយើងលេខ21និង47នេះទាក់ទងនឹងការយល់សប្តិឃើញដបដែលមានទឹកពេញណាហើយយល់សប្តិមួយទៀតគឺយើងយល់សប្តិឃើញដបបំបៅដោះគោនោះការយល់សប្តិបែបនោះគឺទំនាយថានឹងមានទ្រព្យសម្បត្តិស្រុកស្ដំនៅថ្ងៃខាងមុខហើយទាក់ទងនឹងលេខផ្សងសំណាងគឺលេខ82ហើយនឹង96នេះទាក់ទងនឹងការយល់សប្តិឃើញដបបំបៅដោះគោហើយយល់សប្តិមួយទៀតគឺទាក់ទងនឹងដុតយល់សប្តិថាដុតតែដុតក្រេដេករបស់ខ្លួនឯងទំនាយថាមានជំងឺយល់សប្តិថាដុតខ្លួនឯងបងប្អូនដុតខ្លួនឯងហ្នឹងប្រពន្ធនឹងត្រូវស្លាប់បើទិញឆ្នោតផ្សងសំណាងគឺទិញលេខ02 12និង32បើយល់សប្តិថាប្រពន្ធយល់ដូច្នេះទំនាយថាប្តីរបស់នាងនឹងត្រូវជួបប្រទះគ្រោះថ្នាក់សាហាវហើយទិញលេខផ្សងសំណាងគឺលេខ10និង16បើសិនជាប្តីយល់សប្តិថាឃើញដុតខ្លួនឯងប្រពន្ធនឹងមានបញ្ហាគ្រោះថ្នាក់ដល់ជីវិតតែបើប្រពន្ធគាត់យល់សប្តិដោយប្តីដែរ
ប៉ុន្តែប្តីនឹងត្រូវជួបគ្រោះថ្នាក់ដូចគ្នាបងប្អូនយល់សពថាឃើញដុតណាចាហើយយល់សពមួយទៀតតកតងនឹងយល់សពដើមឈើយល់សពឃើញដើមឈើឬកាប់រលំរួចហើយទំនេរថានឹងមានទុកពួយនៅថ្ងៃខាងមុខលេខឆ្នោតជាតិសងសំណាងគឺលេខ02និង13នេះតកតងនឹងការយល់សពឃើញដើមឈើយល់សពឃើញដើមឈើនៅឈរត្រង់ល្អទំនេរថានឹងមានជោគជ័យបើទិញឆ្នោតជាតិគឺលេខ14និង25យល់សពឃើញដើមឈើមានស្លឹកប្រសំប្រសាយទំនេរថាមានគេការពារហើយបើទិញឆ្នោតសងសំណាងគឺលេខ36 47បងប្អូនតកតងនឹងការយល់សពឃើញដើមឈើបងប្អូនតកតងនឹងការកាត់សុបិនឬក៏កាត់ជំនាញយល់សពអីហ្នឹងវាមកដល់ទីបញ្ចប់ហើយបងប្អូនបើសិនជាមានការនៅរស់ខ្វះខាតនៅប្រការណាមួយក៏សូមអធិស្ឋានទៅហើយនឹងតកតងនឹងសម្លេងរំខានទោះនៅខាងខ្ញុំនេះគឺមិនសូវជាស្ងាត់ទេបងប្អូនហើយវីដេអូខ្ញុំមិនសូវបានចេញច្រើនដោយសារតែខ្ញុំរវល់ផងហើយនឹងអាកាសធាតុសំណើផងឬសម្លេងគេមានកម្មវិធីមានអីទៅខ្ញុំមិនសូវបានមានពេលថតបងប្អូនអញ្ចឹងមកដល់ទីបញ្ចប់ហើយសូមអរគុណច្រើនណាបងប្អូនសម្រាប់ការតាមដានហើយបងប្អូនមានអឺចម្ងល់ឬក៏យល់សប្តិឃើញអ្វីហ្នឹងបងប្អូនអាចនឹង comment ក្នុងវីដេអូទៅខ្ញុំនឹងលើក comment បងប្អូនមកជម្រាបជូនថាការដែលបងប្អូនយល់សប្តិហ្នឹងតើវាមានទំនាក់ទំនងមានអត្ថន័យអ្វីខ្លះបងប្អូនចាសូមអរគុណច្រើនសម្រាប់ការតាមដានណាបងប្អូនអរគុណ